សាគមអ្នកនរគ្នាមកកាន់365ទីហើយថ្ងៃនេះគឺជាថ្ងៃទី3ហើយហើយថ្ងៃនេះបាទគឺក្រោកមកឃើញថាត្រជាក់ខ្យល់ខ្លាំងមែនតើមើលអ្នកនរគ្នាឃើញខ្យល់បក់ខ្លាំងមែនតើហើយខ្ញុំជឿថាអ្នកនរគ្នាក៏កំពុងតែត្រជាក់ដែរសារព្រឹកនេះត្រជាក់អញ្ចឹងឥឡូវខ្ញុំរៀបហែទឹកហើយរៀបហែទឹកទោះបីជាត្រជាក់យ៉ាងណាក៏ខ្ញុំត្រូវតែហែដែរតាមការសន្យាជាមួយនឹងខ្លួនឯងគឺយើងត្រូវបង្កើនការបង្ខាត់ឲ្យចប់លាប់បង្ខាត់ឲ្យបានច្រើនដើម្បីពង្រឹងសមត្ថភាពរបស់យើងក្នុងការហែហ្នឹងឲ្យកាន់តែល្អជាងមុនហើយសុខភាពរបស់យើងដែរនឹងគឺជារឿងសំខាន់សម្រាប់ឆ្នាំថ្មីគឺបាទខ្ញុំត្រូវពង្រឹងសុខភាពខ្លួនឯងហ្នឹងគឺលេខ1តែម្ដងឥឡូវយើងទៅក្នុងអាងទឹកជាមួយខ្ញុំទាំងអស់គ្នាឥឡូវមុននឹងចុះហែទឹកថតវីដេអូមួយសិនទុកផុសក្នុង TikTok របស់សាលាកុំឲ្យស្ងាត់ពេកហើយបើអ្នកនរចង់ដឹងថាវីដេអូដែលខ្ញុំថតនឹងចេញរូបរាងយ៉ាងណាអ្នកនរអាចចូលមើលនៅក្នុង TikTok របស់សាលា Mermaid Swimming School 2004បានបន្ទាប់ពីថតវីដេអូចប់សិស្សខ្ញុំក៏មកដល់ដែរចឹងអត់ទាន់បានហែទឹកទេឲ្យព្រៀនសិស្សសិននាំអ្នកនរមកមើលសកម្មភាពនៃការព្រៀនសិស្សរបស់ខ្ញុំម្ដងអ្នកនរឃើញឯការបង្រៀនសិស្សការងាររបស់ខ្ញុំគឺស្វាយខ្លាំងមែនតើបន្ទាប់ពីថតវីដេអូគឺមកបរៀនសិស្សហើយការបរៀនហ្នឹងគឺស្វាយអ្នកនរអាចមើលនៅក្នុងវីដេអូហ្នឹងបានថាស្វាយឬមួយក៏អត់លឿនទេនេះលឿនអត់មើលក្នុងទឹកមើលក្នុងទឹកណាក្នុងទឹកហ៎ក្នុងទឹកអត់ក្នុងទឹកទៀតនៅត្រង់ចំណុចនេះខ្ញុំពិតជាសូមកោតសរសើរអំពីទឹកចិត្តរបស់ម៉ាក់កូនសិស្សខ្ញុំខ្លាំងមែនតើគឺគាត់ព្យាយាមលើកទឹកចិត្តកូនទោះបីជាពេលខ្លះកូនចង់បោះបង់ចោលកូនគិតថាមិនអាចទៅមុខទៀតបានក៏គាត់ព្យាយាមលើកទឹកចិត្តផ្ដល់កម្លាំងចិត្តឲ្យកូនបន្តទៅមុខទៀតមុននឹងមិញខ្ញុំថាហែទឹកតែសិស្សគាត់មករៀនខ្ញុំអត់តបានហែទេព្រឹកនេះមើលទៅក៏តែពេលថ្ងៃទៅបានហែសារឥឡូវម៉ោង12អញ្ចឹងសម្រាប់ពីការពិសេសទៅញ៉ាំអីសិនខ្ញុំគ្រូគាត់កំពុងតែបរៀនដែរហើយបាទរដ្ឋបាលគេកំពុងតែអង្គុយមើលបាទអូខេបាទអញ្ចឹងចាំជួបគ្នានៅពេលថ្ងៃ